បាទជាដំបូងខ្ញុំបាទផលីគឺសូមអនុញ្ញាតគោរពនិងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យនៅក្នុងបណ្ដាញសង្គមស្រាប់ជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះផងដែរត្រូវនឹងថ្ងៃទី22ខែ1ឆ្នាំ2026បាទខ្ញុំបាទផលីខ្មែរក៏បានរៀបចំនៅតម្រុយឆ្នោតវៀតណាមល្អៗដែលមានភាគរយខ្ពស់ដើម្បីចែកជូនពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យយកទៅធ្វើការចាក់ផ្សងសំណាងដែលគិតថ្លៃរួចរាល់ហើយបាទក៏ប៉ុន្តែមុននឹងឈានដល់ការហៅតម្រុយជូនពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីកុំភ្លេចជួយចុច like share ហើយនិងដាក់ subscribe ឬក៏ចុចពាក្យថាជាវម្នាក់មួយម្នាក់ពីរផងបាទដើម្បីធ្វើការលើកទឹកចិត្តបាទហើយពុកម៉ែបងប្អូនដែលបាន subscribe កុំភ្លេចដាក់រូបកណ្ដឹងផងដើម្បីទទួលបានរាល់វីដេអូថ្មីដែលខ្ញុំបាទនិងក្រុមការងាររបស់ខ្ញុំបាទធ្វើការ upload រាល់វីដេអូទៅនឹងទទួលបានការតាមដានមុនគេពុកម៉ែបងប្អូនបាទអញ្ចឹងកុំឲ្យចំណាយពេលវេលាកាន់តែយូរខ្ញុំបាទផលីខ្មែរក៏សូមធ្វើការបង្វែរអារម្មណ៍ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទៅលើ Channel ផលីខ្មែរទាំងអស់គ្នាដែលតែងតែតាមដាននិងគ្រប់គ្រងទៅលើការឲ្យតម្រុយឆ្នោតយួនឬក៏ឆ្នោតវៀតណាមទាំងអស់គ្នាដើម្បីកត់យកលេខល្អៗលេខដែលមានភាគរយខ្ពស់ដើម្បីយកទៅធ្វើការចាក់ផ្សងសំណាងបាទថ្ងៃនេះផងដែរខ្ញុំបាទអត់បានធ្វើការប្រៀបធៀបទេពុកម៉ែបងប្អូនដោយសារកាលពីម្សិលមិញគឺយើងសម្រាប់មួយថ្ងៃបាទគឺយើងមានការងារនៅខាងក្រៅអញ្ចឹងទៅយើងអត់បានធ្វើតម្រុយជូនឬក៏ធ្វើជាវីដេអូជូនពុកម៉ែបងប្អូនប៉ុន្តែសម្រាប់លេខដែលលេងជាមួយពុកម៉ែបងប្អូនដែលលេងជាមួយគឺយើងមានដូចសពមួយដងបាទអញ្ចឹងថ្ងៃហ្នឹងគឺយើងមានវិញហើយប៉ុន្តែយើងអត់បានធ្វើការប្រៀបធៀបទេពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃទី22សម្រាប់លេខអូខ្ទង់គឺយើងមានខ្ទង់10ហើយនិងខ្ទង់6ពុកម៉ែបងប្អូនបាទឯប៉ុសវិញយើងដាក់ប៉ុស A B C និង D បាទហើយសម្រាប់អាពីលេខឬក៏លេខតូចពុកម៉ែបងប្អូនគឺយើងមាន13និង18បាទសម្រាប់ខ្ទង់10បាទឯខ្ទង់6គឺយើងមាន62ហើយនិង69បាទពុកម៉ែបងប្អូនបាទហើយមកគ្របចុងក្រោយគឺយើងមាន49ពុកម៉ែបងប្អូនបាទហើយសម្រាប់លេខធំឬក៏អា3លេខពុកម៉ែបងប្អូនបាទសម្រាប់លេខធំឬអា3លេខគឺយើងមាន169បាទគ្របទី2យើងមាន669និងគ្របចុងក្រោយយើងមាន449បាទអញ្ចឹងសម្រាប់ការឲ្យតម្រុយឬក៏ឲ្យប្លង់ដល់ពុកម៉ែបងប្អូនក្នុងថ្ងៃទី22គឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយនៅវីដេអូខ្ញុំបាទផលីខ្មែរក៏មានតែពាក្យអរគុណជូនពរដល់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទៅលើ Channel ផលីខ្មែរទាំងអស់គ្នាឲ្យជួបតែសំណាងល្អសុខភាពល្អហើយយកតម្រុយខ្ញុំបាទទៅធ្វើការចាក់ផ្សងសំណាងគឺហេងខប់តែម្ដងបាទអញ្ចឹងខ្ញុំបាទក៏សូមអរគុណសូមគោរពលាពុកម៉ែបងប្អូនអ្នកតាមដាននិងអ្នកគ្រប់គ្រងតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាទកុំភ្លេចជួយចុច like share ហើយនិង subscribe បើសិនជាពុកម៉ែបងប្អូនចង់បានព័ត៌មានបន្ថែមឬក៏ចង់បានលេខតិចស្រួលលេងកុំភ្លេចទំនាក់ទំនងតាមរយៈទូរស័ព្ទឬក៏ Telegram ឬក៏អាចឆាតចូល Facebook របស់ខ្ញុំបាទផលីខ្មែរបាន